អានដែលមានគ្នាច្រើនជាងក៏ប្រាប់ឲ្យលូហ្វីព្រមចុះចាញ់ទៅគាត់ថាការទទួលស្គាល់ថាខ្លួនឯងអន់ជួនកាលក៏ជារឿងល្អម្យ៉ាងថ្ងៃនេះចាប់ផ្ដើមពីការប្រយុទ្ធរវាងជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង One Piece បន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមពីការប្រយុទ្ធរវាង Luffy ហើយនិង Cracker ពិតប្រាកដមុនពេលចាប់ផ្ដើម Cracker អានដែលមានគ្នាច្រើនជាងក៏ប្រាប់ឲ្យ Luffy ព្រមចុះចាញ់ទៅគាត់ថាការទទួលស្គាល់ថាខ្លួនឯងអន់ជួនកាលក៏ជារឿងល្អម្យ៉ាងដែរប៉ុន្តែដូចយើងដឹងស្រាប់ហើយតរយូបាន Luffy ព្រមចុះចាញ់ការប្រយុទ្ធនៅពេលនោះ Luffy ព្យាយាមសម្រុកទៅវាយ Cracker ពិតប្រាកដប៉ុន្តែសម្បករបស់គាត់ចូលមករងជំនួសគាត់រហូតហើយក្នុងពេលជាមួយគ្នាក៏មានសម្បកខ្លះទៀតវាយប្រហារទៅលើ Luffy ផងដែរប៉ុន្តែសម្បកអស់ទាំងនោះមិនសូវជាឆ្លាតប៉ុន្មានទេធ្វើឲ្យ Luffy អាចចាត់ការពួកវាបានយ៉ាងងាយបន្ទាប់ពីចាត់ការសម្បករបស់ Cracker អស់ Luffy ក៏សម្រុកចូលទៅប្រយុទ្ធជាមួយនឹង Cracker ពិតប្រាកដវិញម្ដងការប៉ះគ្នានៅលើនឹងយើងឃើញថាក្បាច់ដៃរបស់ Cracker ពិតប្រាកដមិនធម្មតាទេអាចទប់ទល់ជាមួយនឹងហ្គាទី4របស់ Luffy បានបន្ទាប់មក Cracker បានទះដៃមកកែសម្បករបស់គាត់បានច្រើនជាងមុនទៀតចំណែក Luffy មិនឲ្យចាញ់ចិត្តទេក៏បដោតដៃចេញបាន6ហើយសម្រុកវាយទៅកាន់ក្រុមសម្បករបស់ Cracker Come on, come! ការប្រយុទ្ធនៅលើនោះ Cracker មើលឃើញប្រឡោះក៏ស្ទុះទៅចាក់ Luffy ម្ដងតែ Luffy ឃើញទាន់ហើយគេចរួចបន្តទៀតមិនខកថា Luffy កំទេចសម្បករបស់ Cracker អស់ប្រមាណទេ Cracker នៅតែឯងបង្កើតសម្បកកងទ័ពរបស់គាត់បានយ៉ាងលឿនមកវិញក្រោយមកទៀត Luffy ដឹងថាគាត់ចិត្តអស់កម្លាំងធាតុ Haki ហើយអញ្ចឹងត្រូវតែវាយឲ្យលឿនបន្តិចនៅពេលនោះ Luffy ក៏សម្រេចចិត្តប្រើ Super ចុងក្រោយសម្រាប់ទៅវាយ Cracker តែម្ដងកណ្ដាលដៃចុងក្រោយរបស់ Luffy មួយនឹងទោះបីជាសម្បក Cracker ប្រមូលគ្នាមកទាំងអស់ដើម្បីជួយទប់ក៏ទប់អត់ជាប់ដែរប៉ុន្តែគួរឲ្យស្ដាយណាស់ពេល Luffy វាយចិត្តដល់ Cracker ស្រាប់តែអស់កម្លាំងធាតុ Haki ល្មមនៅពេលដែលអស់កម្លាំងធាតុខ្លួនរបស់ Luffy បានធូរស្ពេតដោយប៉ោនធ្លាយខ្យល់អញ្ចឹងពេលហ្នឹងគាត់បានធ្លាក់នៅកន្លែងដែលឆ្ងាយពី Cracker គួរសមហើយដោយការពិវាយជាមួយនឹង Dou Flamingo អញ្ចឹង Luffy ត្រូវការពេល10នាទីដើម្បីចម្រើនកម្លាំងធាតុ Haki មកវិញកាត់ទៅមើលនៅនគរជើមាវិញថ្ងៃនេះ Ichichi ហើយនិង Nichi បានត្រឡប់មកនគរជើមាវិញដើម្បីចូលរួមកម្មវិធីរបស់ Sanji នៅថ្ងៃស្អែកពេលមកដល់មានក្រុមទាហានជាច្រើនអបអរសាទរជ័យជំនះរបស់ពួកគេនៅកោះ Broccoli បន្ទាប់ពីបានចូលទៅដល់ខាងក្នុងអ្នកដែល Ichichi ហើយនិង Nichi ចង់ឃើញគឺ Sanji ព្រោះពួកគេបានបែកគ្នាជាយូរមកហើយនៅពេលដែល Reiju នាំ Sanji មកដល់ Nichi បានស្ទុះចូលទៅនិយាយចំអកឲ្យ Sanji ដោយសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែ Sanji បានជលក់មាត់ជាមួយគាត់ទេហើយធ្វើមុខឌឺដាក់វិញទៀតបន្ទាប់មកនៅតុអាហារ Yonji និង Nichi នៅតែព្យាយាមនិយាយចំអកឲ្យ Sanji ដើម្បីឲ្យ Sanji ខឹងប៉ុន្តែ Sanji ធ្វើដូចជាអត់ឮពួកគេនិយាយអញ្ចឹងហើយគាត់បែរទៅជាចាប់អារម្មណ៍ថា Nichi អត់ប៉ាម្ហូបរបស់គាត់សោះ Nichi ប្រាប់ថាមកពីម្ហូបហ្នឹងមើលទៅគួរឲ្យខ្ពើមគាត់លេបបញ្ចូលទេហើយ Sanji បានស្ដីឲ្យ Nichi ថាអាកូនស្ដេចល្ងីឯហ្នឹងគ្មានស្គាល់គុណតម្លៃម្ហូបអីសោះធ្វើឲ្យ Nichi ខឹងច្រឡោតតាតងហើយហៅមេចុងភៅចូលមកគាត់បានស្ដីឲ្យមេចុងភៅដែលធ្វើម្ហូបមើលទៅគួរឲ្យខ្ពើមធ្វើគាត់លេបអត់ចូលនិយាយរួចគាត់ក៏លើកចានម្ហូបគប់សម្ដៅទៅរកនាងប៉ុន្តែអត់ត្រូវទេព្រោះ Sanji ចូលទៅជួយចាប់ចាននោះតាន់ Sanji ខឹងណាស់ណាគេចង់ធ្វើបាបមនុស្សស្រីអញ្ចឹងសម្ដីរបស់ Sanji បានធ្វើឲ្យ Reiju លួចញញឹមចំណែក Nichi ធ្វើមុខដូចគេច្បាច់បន្ទាប់មក Sanji បានអោនទៅពិនិត្យម្ហូបដែលជ្រុះនៅលើដីហើយទៅសើមេចុងភៅថានាងធ្វើម្ហូបបានល្អណាស់ចំណែករសជាតិវិញក៏ឆ្ងាញ់កប់ទង្វើរបស់ Sanji បានធ្វើឲ្យ Nichi គិតថា Sanji នឹងឌឺគាត់ដល់ពេលខឹងពេកក៏ចង់លោតទៅទាត់ Sanji មួយជើងតែចែកបានខ្វល់ដោយសារតែខ្លាចប៉ះពាល់ដល់កូនកន្លោះដែលត្រូវរៀបការនៅថ្ងៃស្អែកបន្ទាប់មក Sanji បានស្ដីឲ្យ Nichi ក៏ដូចជាអ្នកដែលមានវត្តមាននៅកន្លែងហ្នឹងថាការដែលពួកគេកើតនៅក្នុងនគរស្ដេចក៏មិនត្រូវមើលងាយមនុស្សទូទៅដែរទង្វើរបស់ពួកគេដែលធ្វើរាល់ថ្ងៃហ្នឹងវាខុសពីគោលការណ៍របស់គាត់ប៉ុន្តែ Ichichi បាននិយាយបកទៅវិញថាគោលការណ៍របស់ Sanji គឺជាគោលការណ៍ដែលអ្នកទុនខ្សោយយកទៅប្រើអ្នកខ្លាំងដូចពួកគាត់គិតបែបផ្សេង Sanji គ្មានថ្ងៃយល់ទេនៅពេលនោះចែកក៏កាន់ជើង Ichichi ដែរហើយគាត់បានបន្ទោស Zeff ដែលធ្វើឲ្យ Sanji គិតបែបរាក់ៗអញ្ចឹងហើយគ្រាន់តែបានឃើញរូបថតរបស់ Zeff Sanji ឡើងគាំងទាំងកងដៃដែល Sanji ពាក់ហើយនឹងរូបថតរបស់ Zeff គឺកូនចៅរបស់ Big Mom ឈ្មោះ Tamago ជាអ្នកឲ្យតែចែកនៅពេលនេះចែកបានយក Zeff ដែល Sanji គោរពស្រឡាញ់ស្មើនឹងឪពុកមកគំរាម Sanji ដើម្បីឲ្យ Sanji ធ្វើតាមគាត់បើមិនចឹងទេគាត់មិនធានាថា Zeff នៅមានជីវិតទេពេលនេះខ្ញុំសូមរំលឹកពីប្រវត្តិរបស់ Sanji ហើយនឹង Zeff ខ្លះៗឡើងវិញកាលពីមុន Zeff គឺជាចៅសមុទ្រហើយទៅប្លន់ចំទូកដែល Sanji កំពុងតែធ្វើការនៅយប់នោះ View បានបោកបក់ទាំងទូករបស់ Zeff និងទូកដែល Sanji ធ្វើការឲ្យលិចទាំងអស់ហើយដោយសារតែចង់ជួយជីវិតរបស់ Sanji Zeff បានលាក់បង់ជើងរបស់គាត់អស់ម្ខាងក្រោយមកពួកគេទាំងពីរនាក់បានទៅនៅលើថ្មដ៏កណ្ដាលសមុទ្រមួយហើយជាប់នៅទីនោះជិត3ខែ
មុនពេលដែលមានទូទៅជួយសង្គ្រោះពួកគេទើបសានជីដឹងថាសេះបានលាក់បង់ចំណីអាហារទាំងអស់ឲ្យគាត់ញ៉ាំហើយថែនឹងបានបាត់បង់ជើងម្ខាងដោយសារតែជួយជីវិតរបស់គាត់ទៀតក្រៅពីរស់រានមានជីវិតពួកគេបានបើកភោជនីយដ្ឋានមួយនៅកណ្ដាលសមុទ្រជាមួយគ្នាដែលមានឈ្មោះថា Baratie ក្នុងកំឡុងពេលដែលពួកគេរស់នៅជាមួយគ្នាសេះបានបង្រៀននិងទូន្មានព្រានបណ្ដៅសានជីដោយឪពុកបណ្ដៅកូនអញ្ចឹងចំណែកសានជីក៏គោរពស្រឡាញ់សេះដោយឪពុកបង្កើតផងដែរឈុតដែលសានជីគោរពលាសេះចាក់ចេញពីភោជនីយដ្ឋាន Baratie ដើម្បីចូលក្រុមជាមួយសានជីគឺជាឈុតដែលស៊ីអារម្មណ៍រហូតដល់ទុកទឹកភ្នែកមិនជាប់អញ្ចឹងហើយទើបសានជីមិនឲ្យមានគ្រោះថ្នាក់អីកើតឡើងចំពោះសេះបានជាដាច់ខាតត្រឡប់ទៅមើលលូហ្វីដែលកំពុងតែសង្ងំចម្រើនកម្លាំងធាតុហាគីវិញគាត់អន្ទះសារណាស់មានអារម្មណ៍ថា10នាទីដូច10ឆ្នាំអញ្ចឹងនៅពេលនោះស្រាប់តែមានសម្បកក្រាក់ខើមួយបានរកឃើញគាត់ហើយតាមវាយប្រហារគាត់ស្ថានភាពរបស់លូហ្វីនៅពេលនេះយ៉ាប់យ៉ឺនណាស់សូម្បីតែក្មេងក៏អាចវាយឈ្នះគាត់ដែរពេលនោះសំណាងណាស់នៅពេលដែលក្រាក់ខើប៊ីនឹងចាត់ការលូហ្វីចោលទៅហើយដើមឈើ King Baum ក៏មកជួយគាត់តាន់អ្នកដែលបញ្ជាដើមឈើ King Baum ឲ្យមកជួយគឺ Nami នាងអាងតែមាន Weaver Card របស់ Big Mom នៅក្នុងដៃចង់បញ្ជាពួក Homie ធ្វើព្យុះធ្វើភ្លៀងបានតាមចិត្តនៅពេលនោះ Nami បានបញ្ជាឲ្យពួក Homie ជួយសែង Luffy ដាក់ចូលទៅក្នុងមាត់របស់ King Baum ហើយរត់គេចពី Cracker មួយរយៈសិនកាត់តែមើលនៅពិភពកញ្ចក់របស់ Brule មួយផ្លែតពេលនេះនាងដឹងខ្លួនវិញហើយនាងស្បត់ថានឹងសងសឹក Nami ឲ្យបានឥឡូវអ្នកដែលនាងកំពុងតែរកមកគឺ Chopper ហើយនិង Carrot ដែលពួកគេកំពុងតែដើរអើតពីកញ្ចក់មួយទៅកញ្ចក់មួយដើម្បីស្វែងរក Sanjiចៃដន្យពួកគេបានឃើញមនុស្សម្នាក់មើលពីក្រោយដោយសានជីណាស់ប៉ុន្តែដល់ពេលបាយចំមិនមែនសោះមកដូចឈួតបន្ទាប់មកពួកគេបាននាំគ្នាទៅអង្គុយសម្រាកក្បែរកញ្ចក់មកផ្ទាំងហើយតាមរយៈកញ្ចក់នោះពួកគេបានមើលឃើញ Big Mom អ្នកយាមនិយាយគ្នាថាថ្ងៃនេះ Big Mom មានអារម្មណ៍ល្អណាស់ព្រោះល្ងាចនេះត្រូវញ៉ាំអីជុំគ្នាជាមួយនឹងគ្រួសាររបស់សានជីដែលមកពីនគរជើម៉ាពេលនេះ Chopper ដឹងហើយថាសានជីកំពុងតែនៅនគរជើម៉ាបន្ទាប់មកសាច់រឿងបានកាត់ទៅមើលមេចុងភៅដែលពេលនេះនាងបានលួចក្រាស់សានជីហើយប៉ុន្តែសំណាងមិនល្អសោះថ្ងៃនេះប៉ះជាមួយនឹងនីជី2ដងហើយមើលទៅលើកនេះអត់មានអ្នកណាជួយនាងទេមកស្ទុះក្រោយមកសានជីបានដើរកាត់បន្ទប់នោះរួចក៏ប្រទះឃើញមេចុងភៅត្រូវបាននីជីវាយឡើងទ្រោមខ្លួនបាត់ទៅហើយពេលភ្លាមគាត់ក៏ស្រែកហៅពេទ្យឲ្យមកជួយហើយក្នុងចិត្តរបស់គាត់ខឹងជាមួយនីជីខ្លាំងណាស់ដែលថោកទាបហ៊ានវាយស្រីស្អាតបន្ទាប់មកយ៉នជីបានទៅដល់ទីនោះហើយហៅសានជីឲ្យដើរតាមគាត់ព្រោះគាត់ដឹងថានីជីនៅណាយ៉នជីបាននាំសានជីទៅដល់បន្ទប់ពិសោធន៍ក្រោមដីមួយដែលនៅទីនោះមានសិតតែទាហានក្លូនដែលប៉ារបស់ពួកគេផលិតឡើងមកយ៉នជីប្រាប់ថាប៉ារបស់ពួកគេធ្លាប់ធ្វើការជាមួយនឹងដុកទ័រវេកាផាំងមុនពេលដុកទ័រវេកាផាំងទៅធ្វើការឲ្យរដ្ឋាភិបាលហើយបើតាមយ៉នជីនិយាយទាហានក្លូនអស់ហ្នឹងអត់មានអារម្មណ៍អត់មានមនោសញ្ចេតនាអីទេដែលសារប៉ារបស់ពួកគេចេះសេរីឲ្យទៅជាអញ្ចឹងរឿងហ្នឹងសានជីយល់ថាជារឿងអមនុស្សធម៌ខ្លាំងណាស់បន្ទាប់មកអ៊ីជីជីហើយនិងនីជីក៏បានចូលទៅដល់ទីនោះហើយគ្រាន់តែបានឃើញនីជីភ្លាមសានជីក៏ស្ទុះទៅទាត់គាត់មួយជើងចំកណ្ដាលមុខឡើងផ្លោងប៉ុន្តែសានជីត្រូវបាននីជីវាយបកវិញនៅពេលដែលអ៊ីជីជីយកសេះមកគំរាមគាត់តោះមកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់សានជីថែមបន្តិចទៀតបងប្អូនរបស់សានជីទាំងអស់ត្រូវបានប៉ារបស់គាត់កែសែនតាមពីមុនពេលពួកគេចាប់កំណើតទៅទៀតចាច់ចង់ឲ្យកូនរបស់គាត់ក្លាយទៅជា Superman ដើម្បីដឹកនាំកងទ័ពជាម៉ា Double Six នៅថ្ងៃអនាគតនៅក្នុងការធ្វើតេស្តរកភាពក្លាហានមួយគេបានឲ្យបងប្អូនរបស់សានជីទាំងអស់លោតចុះពីលើអគារយ៉ាងខ្ពស់នៅថ្ងៃនោះអ្នកណាក៏ហ៊ានលោតចុះដែរលើកលែងតែសានជីបន្តមកចូលដល់ការធ្វើតេស្តកម្លាំងម្ដងឃើញថាសានជីខ្សោយជាងគេការធ្វើតេស្តបន្តទៀតគឺដូចគ្នាសានជីទៅមិនរួចជាមួយនឹងបងប្អូនរបស់គាត់ទេអ្វីដែលគួរចាប់អារម្មណ៍ក្នុងចំណោមបងប្អូនរបស់គាត់ទាំងអស់មានរេជូម្នាក់ដែរដែលចេះអាណិតអាសូរគាត់ហើយអ្វីដែលសានជីមានបងប្អូនគាត់អត់មានគឺសានជីមានមនោសញ្ចេតនាចេះស្រឡាញ់សត្វបន្ទាប់ពីការធ្វើតេស្តអស់មួយរយៈមកអ្នកវិទ្យាសាស្ត្របានទៅប្រាប់ចែកថាការកែសែនរបស់កូនគាត់ទទួលបានជោគជ័យទាំងអស់លើកលែងតែសានជីពេលលឺអញ្ចឹងចែកអត់ពេញចិត្តជាមួយនឹងសានជីទេហើយក្រោយមកក៏ប្រដៅព័ត៌មានថាសានជីបានស្លាប់បាត់ហើយតាមពិតទៅគាត់បានឲ្យគេយកសានជីទៅដាក់ឃុំនៅបន្ទប់ក្រោមដីដោយសារតែគាត់អត់ចង់ឃើញមុខរបស់សានជីទៀតទេចង់បំភ្លេចគាត់ចោលចាត់ទុកថាសានជីនឹងមិនបានកើតទៅចោះទោះបីជាប់ឃុំហើយក៏ដោយក៏សានជីនៅតែមិនទាន់រួចខ្លួនដែរព្រោះបងប្អូនរបស់គាត់តែងតែទៅទីនោះព្រួតវាយគាត់លេងជាប្រចាំមានតែរេជូម្នាក់គាត់ដែលនៅជួយមើលថែគាត់ដោយសម្ងាត់នាងអត់ឲ្យសានជីប្រាប់គេថានាងជួយគាត់ទេដោយសារតែខ្លាចគេធ្វើបាបនាងដែរមានថ្ងៃមួយនគរជើម៉ាត្រូវផ្លាស់ទីពីសមុទ្រខាងជើងឆ្លងរ៉ែតឡាញចូលទៅសមុទ្រខាងកើតដើម្បីធ្វើសង្គ្រាមឆ្លៀតពេលហ្នឹងរេជូបានទៅជួយដោះលែងសានជីចេញពីឃុំនាងបានប្រាប់សានជីពីកន្លែងលាក់សោដើម្បីដោះមួកដៃរបស់គាត់ចេញក្រោយមកនៅពេលដែលសានជីទៅយកសោនោះស្រាប់តែគាត់បានជួបជាមួយនឹងចាច់ដែលជាប៉ារបស់គាត់ប៉ុន្តែចាច់មិនបានខាត់សានជីកុំឲ្យរត់ទេគ្រាន់តែស្នើសុំសានជីថាបើសិនជាគេសួរកុំប្រាប់ថាសានជីនឹងជាកូនរបស់គាត់ព្រោះគាត់ខ្មាស់គេណាស់ពេលមានកូនអន់អញ្ចឹងក្រោយពីចាច់ចេញពីនគរជើម៉ាសានជីបានទៅសុំគេធ្វើជាកូនកំបិតចុងភៅនៅលើទូទេសចរមួយត្រឡប់មកមើលពេលបច្ចុប្បន្នវិញសានជីត្រូវបានបងប្អូនរបស់គាត់ទាំង3នាក់វាយឡើងប៉ោងមុខទៀតហើយពិតជាសាច់កម្មណាស់ហើយដោយការនៅពីក្មេងដែរអ្នកដែលមកមើលថែគាត់បន្ទាប់ពីនោះគឺរេជូនាងមានម៉ាស់ម្យ៉ាងល្អប្រាខ្លាំងណាស់ប៉ុន្តែតែពេលប្រាដំបូនទៅមានអារម្មណ៍ថាឆក់ប៉ុន្តែមិនបាន1នាទីផងមុខហើមុខជាំរបស់សានជីបានត្រឡប់មកសភាពដើមដូចធម្មតាត្រង់នេះចង់បញ្ជាក់ថាជើម៉ាមិនត្រឹមតែប្រកែកខាងវិទ្យាសាស្ត្រកងទ័ពទេ
វិជាសាកែសុផក៏ទំនើបផងដែរត្រឡប់ទៅមើលណាមីហើយនឹងក្រុមហូមីវិញពេលនេះពួកគេកំពុងតែនាំគ្នាជួយលូហ្វីរត់គេចពីក្រាក់ខឺឲ្យបាន10នាទីប៉ុន្តែគួរឲ្យស្ដាយមិនទាន់បាន10នាទីផងក្រាក់ខឺបានតាមពួកគេទាន់ជាការពមៀនក្រាក់ខឺបានដកដាវកាត់ក្បាលរបស់ដើមឈើ King Bomb ដាច់អស់មួយកណ្ដាត់ខាងលើបន្ទាប់មកក៏ប្រើវិជាគម្រាមរបស់គាត់ធ្វើឲ្យពួកហូមីខ្សោយលុះព្រលឹងងាប់អស់ដល់ពេលអត់ជំរឿនណាមីក៏ចូលទៅវិឈរមុខជាមួយនឹងក្រាក់ខឺណាមីដឹងថានាងមិនអាចវាយឈ្នះក្រាក់ខឺទេប៉ុន្តែយ៉ាងហោចណាស់ក៏នាងអាចវាយបញ្ញេពេលបានខ្លះដែរពេលនោះណាមីបាននិយាយគម្រាមក្រាក់ខឺថាប៉ិតមែនតែខ្ញុំជាស្រីស្អាតតែខ្ញុំមិនខ្សោយទេក្បាច់គុណរបស់ខ្ញុំសាហាវណាស់ចាំមើលទៅបន្ទាប់មកណាមីបានបញ្ជា King Bomb នាំលូហ្វីរត់ចំណែកនាងខំប្រឹងបញ្ចេញអស់ក្បាច់ដើម្បីទប់ទល់ជាមួយនឹងក្រាក់ខឺ Weather egg! Oh, great. រន្ទះរបស់ណាមីនៅពេលនោះបានត្រឹមតែធ្វើឲ្យនំប៊ីស្គីតដែលក្រាក់ខឺយកទៅធ្វើខែលឆ្អិនតែប៉ុណ្ណោះដល់ទៅពេលក្រុមរបស់ក្រាក់ខឺវាយបកមកវិញណាមីគេចឡើងវិញមុននឹងវាយបន្តទៀតក្រាក់ខឺបានសួរណាមីថាសានជីនឹងសំខាន់ខ្លាំងម៉េះមិនក៏នាំគ្នាហ៊ានបន្ថយជីវិតប្រឆាំងជាមួយប៊ិចម៉ាំអញ្ចឹងពេលហ្នឹងណាមីអត់ចង់និយាយច្រើនទេព្រោះបើនិយាយច្រើនក៏ក្រាក់ខឺស្ដាប់អត់យល់ដែរចំពោះណាមីពិតមែនតែសានជីគឺជាព្រាននារីមែនប៉ុន្តែគាត់គឺជាមិត្តភក្តិហើយមិត្តភក្តិត្រូវតែជួយគ្នាទៅវិញទៅមកអញ្ចឹងហើយបន្តមកទៀតណាមីបាននិយាយបញ្ឈឺក្រាក់ខឺថាវាយកំសាកណាស់អានតែសបកយកមកពាំងរហូតដល់ទៅពេលអញ្ចឹងក្រាក់ខឺក៏ជួនតាមសំណពរដោយចូលទៅវាយជាមួយនឹងណាមីដោយផ្ទាល់ហើយមិនបានប្រមាណក្បាច់ផងណាមីក៏ចាញ់ប៉ុន្តែនៅមុនពេលដែលក្រាក់ខឺអាចធ្វើអីណាមីបានលូហ្វីក៏ស្ទុះចូលទៅវឹបដល់គាត់ម្ដាយឡើងខ្ទៀត It's Straw Hat. Nami's part of my crew. បន្តមកលូហ្វីបានប្រាប់ឲ្យណាមីទៅនៅជាមួយនឹងក្រុមហូមីសិនទៅទោះគាត់ចាត់ការជាមួយនឹងក្រាក់ខឺសម្រាប់ពួកហូមីវិញអត់ចង់ធ្វើរឿងក្បត់ជាមួយនឹងប៊ិចម៉ាំទេប៉ុន្តែណាមីជាតែបង្ខំមុននឹងចាប់ផ្ដើមវាយលូហ្វីមានអារម្មណ៍ថាឃ្លានគោពោះខ្លាំងណាស់ហើយគាត់ធំក្លិនឈ្ងុយនំប៊ីស្គីតដែលណាមីប្រើរន្ទះដុតឆ្អិនមុនហ្នឹងក៏រើយកមកញ៉ាំតែខាំអត់ដៃសោះព្រោះវារឹងពេកដល់ទៅពេលអញ្ចឹងណាមីឆ្លាតក៏នឹកឃើញបកាភ្លើងមួយមេធំឲ្យធ្លាក់ចុះមក Rain spark! បន្តមកក្រាក់ខឺបាននិយាយឲ្យតប៊ីស្គីតរបស់គាត់ចូលទៅកាប់លូហ្វីត្រូវម្ដាយតែបែកជាបែកដាវខ្ទេចទៅវិញមូលហេតុគឺដោយសារតែនំប៊ីស្គីតពេលត្រូវទឹកវាទន់ហើយផុយពេលនេះបានដៃលូហ្វីហើយគាត់ប្រើតែក្បាច់ធម្មតាក៏អាចចាត់ការក្រុមកងទ័ពនំប៊ីស្គីតរបស់ក្រាក់ខឺបានដែរប៉ុណ្ណឹងហើយក្រាក់ខឺនៅតែមិនទាន់អស់ចិត្តក៏តែដៃដើម្បីបង្កើតកងទ័ពថ្មីទៀតចេញមកតែប៉ាលូហ្វីកំពុងតែឃ្លានផងក៏លោតទៅខាំតបាក់ស៊ីនំប៊ីស្គីតទាំងនោះក្រឹប Nice work! These are good! What is with this guy? នៅពេលនោះលូហ្វីស៊ីឡើងប៉ោងពោះប៉ុន្តែក្រាក់ខឺអាចបង្កើតកងទ័ពប៊ីស្គីតអត់មានដែនកំណត់ទេប៉ុន្តែការញ៉ាំរបស់លូហ្វីមានដែនកំណត់នៅពេលដែលឃើញលូហ្វីញ៉ាំដល់ប៉ោងពោះដើរលេងរួចហើយក្រាក់ខឺសប្បាយចិត្តណាស់ក៏ស្ទុះចូលទៅចាក់គាត់ប៉ុន្តែមិនដឹងអ្វីទេស្រាប់តែខ្ទាតថយក្រោយមកវិញមូលហេតុគឺដោយសារតែលូហ្វីប្រើហ្គេទី4ហើយដោយសារតែរាងគាត់ធំអញ្ចឹងគាត់បានដាក់ឈ្មោះវាថា Tankman Oh wow, he's huge! ជាមួយនឹងហ្គេទី4តម្រង់ Tankman ហ្នឹងរាងកាយរបស់លូហ្វីតាន់ខ្លាំងណាស់ក្រាក់ខឺកាប់ឡងហើយដោយសារតែមិនអស់ចិត្តក្រាក់ខឺក៏ស្ទុះទៅចាក់លូហ្វីវិញម្ដងក្រែងលោមុតប៉ុន្តែនៅតែឡងថយក្រោយដូចគ្នាក្បាច់ចុងក្រោយរបស់ក្រាក់ខឺគឺគាត់ដាក់ Super ធានាថានឹងចាក់លូហ្វីធ្លុះប៉ុន្តែមិននឹកស្មានថាលូហ្វីបានគៀបដៃគាត់ជាប់ហើយបានស្រូបយកទាំងគាត់ទៅជាមួយផង I can't pull away. Gom Cannonball! នៅពេលនោះលូហ្វីបានបាញ់ក្រាក់ខឺធ្លាយរហូតទៅបុកជាមួយនឹងប្រាសាទរបស់ប៊ិចម៉ាំហើយកូនចៅខ្លាំងៗរបស់គាត់ក៏បានឃើញដែរថាក្រាក់ខឺត្រូវបានលូហ្វីចាត់ការរួចហើយមិនយូរទេប៊ិចម៉ាំនឹងដឹងអំពីរឿងនេះប៊ិចម៉ាំនៅសល់កូនចៅខ្លាំងៗជាច្រើនអ្នកទៀតដែលយើងនឹងបានឃើញនៅវីដេអូក្រោយៗសម្រាប់វីដេអូនេះខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំឆ្លៀតក្នុងការនេះខ្ញុំសូមថ្លែងអំណរគុណដល់ប្អូននួនសាក់ប្អូនលីមគឹមឆាយនិងប្អូនសឿមមុនថៃព្រមទាំងហ្វេនជាច្រើនអ្នកទៀតដែលបានផ្ដល់ជាថវិកាដល់រូបខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយចុច like ជួយ comment ហើយនិងជួយ subscribe ម្នាក់មួយសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្បូរហូរហៀរ ដែលថាតែឃើញសាន់ជីហ្នឹងវាប្រហាក់ទៅដល់កាពីតែនរបស់ខ្លួនទៅវិញហើយនៅពេលហ្នឹងណាមីបាននិយាយថាឈប់ទៅសាន់ជីបើទោះបីជាត្រូវណាមីហាមយ៉ាងណាក៏ដោយក៏សាន់ជីនៅតែបន្តវាប្រហាក់ទៅដល់លូហ្វីដដែលហ្នឹងហើយណាមួយវិញទៀតក៏បានឲ្យលូហ្វីហ្នឹងងើបឡើងមកដើម្បីប្រើប្រាស់ហាគីវាគ្នាជាមួយនឹងគាត់ហើយនៅពេលហ្នឹងសាន់ជីក៏បានប្រើប្រាស់ជាមួយនឹងថាមពលជើងរបស់គាត់ដើម្បីវាប្រហាក់ទៅដល់លូហ្វីបន្តទៀតនឹងឯងមើលទៅកាន់លូហ្វីទៅគឺថាបន្តដៃនោះទេណាមីហ្នឹងពិតជាគួរអាណិតមែនទេមិនគួរណាមកឃើញថាតភាពមួយហ្នឹងបើជាឃើញសាន់ជីវាប្រហាក់ទៅដល់កាពីតែនរបស់ខ្លួនទៅវិញក្រោយពីសាន់ជីវាប្រហា
ហាទៅដល់ Luffy អញ្ចឹងហើយហ្នឹងគាត់ក៏ចាប់ផ្ដើមដើរចាក់ចេញពីទីកន្លែងមួយហ្នឹងតែម្ដងដែលយន្តជីហ្នឹងក៏បានទៅដល់ Luffy អីហ្នឹងដែរក៏ប៉ុន្តែនៅពេលហ្នឹងណាមីនាងក៏បាននិយាយថាឲ្យ Sanji ឈប់សិននាងហ្នឹងក៏បានរត់ចាក់ចេញដើម្បីទៅផ្ទះជាមួយនឹង Sanji មួយដៃតែម្ដងដោយសារតែ Sanji ហ្នឹងធ្វើឲ្យឈួតឈួតនាងក៏បានលា Sanji ហ្នឹងដើម្បីចាក់ចេញពីទីកន្លែងមួយហ្នឹងចំណែក Sanji ឯនេះវិញហ្នឹងគាត់ក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងមកល្ងើតែម្ដងចំណែក Luffy ឯនេះវិញហ្នឹងគឺគាត់នៅតែព្យាយាមងើបឈរម្ដងទៀតដោយស្រែកថាឈប់សិន Sanji ឯងឈប់សិនខ្ញុំមកទីកន្លែងមួយនេះដើម្បីទៅចង់ស្ដាប់ពាក្យពិតរបស់ឯងថាចង់ទៅរួមដំណើររបស់ពួកយើងបន្តទៀតដែរឬអត់ឯងចាំណាខ្ញុំនឹងនៅទីនេះដើម្បីញ៉ាំអាហាររបស់ឯងហើយនៅពេលហ្នឹងបងស្រីរបស់គាត់ថាតើពួកយើងគួរតែឈប់ដែរឬអត់ Sanji ចំណែក Sanji ហ្នឹងក៏បានឆ្លើយទៅកាន់បងស្រីរបស់គាត់វិញថាមិនអីនោះទេពួកយើងគួរតែធ្វើដំណើរបន្តទៅមុខទៀតពេលដែលរទេះរបស់ Sanji នៅតែបន្តដំណើរទៅមុខ Luffy បាននិយាយដែរថាខ្ញុំនឹងនៅទីកន្លែងមួយនេះដើម្បីរងចាំឯងត្រឡប់មកវិញណា Sanji ហើយណាមួយវិញទៀតខ្ញុំនឹងចាំញ៉ាំអាហាររបស់ឯងបើសិនជាឯងមិនត្រឡប់មកទីកន្លែងមួយនេះវិញនោះទេខ្ញុំនឹងមិនញ៉ាំអាហារណាទាំងអស់ខ្ញុំរងចាំញ៉ាំតែអាហាររបស់ឯងតែម្នាក់គត់ Sanji ចំណែក Sanji ឯនេះវិញហ្នឹងបានត្រឹមតែយំនោះទេ Luffy នៅតែបន្តស្រែកទៀតថាខ្ញុំដឹងថាឯងនឹងត្រឡប់មកវិញជាមិនខានទៅកាន់ពួកគេនីមួយទៅមានទុកសោករៀងតែខ្លួននឹងឯង Sanji ក៏បាននឹកឃើញជាមួយនឹងរឿងរ៉ាវដតកាលល្អៗជាមួយនឹងក្រុមរបស់ខ្លួននឹងឯងនេះមកមើលទីតាំងរបស់ Big Mom ឯនេះវិញនៅពេលនឹងផងដែរកូនចៅរបស់ Big Mom បាននិយាយដែរថាកូនប្រុសទី10ដែលមានឈ្មោះថា Keka របស់គាត់នៅពេលនេះនឹងវាចាញ់ទៅក្នុងស្នាដៃរបស់ Luffy ហើយនៅពេលហ្នឹង Big Mom ពិតជាខឹងទៅដល់ Luffy មែនទែនដែលបានវាប្រហារទៅកាន់កូនរបស់